ơi ôi chứ bà mà cô ní trong lên anh tí vậy miền cà phê cái tiêu ấy lời vô khả năng buồn nè bà nhóm hãy đi nhóm kết đấy em nhóm kết tha nở vẽ bà đây pro còn chỉ Yasin paជាមួយនឹងកីឡាករអេស្ប៉ាញ Martinez ហើយគូនេះអញ្ញាញ៉ៃមែនទេបាទ Rade ធ្លាប់ឈ្នះ Yasin ឯគឹមសវណ្ណឃីមធ្លាប់ចាញ់ Martinez របស់អេស្ប៉ាញហើយឥឡូវដាក់ឲ្យប្រកួតម៉ារ៉ាតុងទៅដើមខ្សែក្បាត់ឥឡូវយកខាងណាយកខាងណីអានេះបើខ្ញុំគិតតាមយោបល់ខ្ញុំមតិខ្ញុំណាខ្ញុំគាត់ថា Yasin នឹងជាអ្នកក្រុងខ្សែក្បាត់Dragon IPCC នេះគុនខ្មែរនឹងខ្ញុំគាត់ថា Yasin 100%ហើយគឿនសវណ្ណឃីមនេះខ្ញុំគាត់ថាអត់មានអីមកផែជាមួយនឹងកីឡាករ Yasin ទេបាទសវណ្ណឃីមគាត់យឺតទី1អាវុធគាត់ល្អក្បាច់ល្អតែដឹងហើយ Yasin នេះគឺចង់ឈ្នះណាស់បាទអញ្ចឹងអាចថាជុំទី1គឺ Yasin ជាអ្នកមានភាគរយឈ្នះ60និង40ហើយ Sain Rade ប៉ះជាមួយនឹង Martinez ខ្ញុំគិតថាគូនេះពិបាកមែនទេខ្ញុំគិតអាច50-50ត្បិតតែ Rade គាត់មិនមែនជាប្រភេទកីឡាករដែលបាទវាបុកខ្លាំងតែជាកីឡាករមួយដែលមិនងាយនឹងស្លាប់ទេបាទលុះត្រាតែបែកធំអីមិនដឹងណាបងប្អូនតែបើថាឲ្យ Rade ស្លាប់គឺមិនងាយទេអញ្ចឹងពិបាកដែរបាទ Martinez នេះដូចជាធ្លាប់វាយបុនសុធាឲ្យស្លាប់ជើងពិបាកមែនទែនគឺស្មុកស្មាញបាទស្មុកស្មាញតែចង់លេងអីតិចតួចដាក់កាហ្វេម្នាក់កែវខ្ញុំគិតថា Yasin នឹងឈ្នះហើយក្រុងខ្សែក្បាត់Dragon គុនខ្មែរនេះខ្ញុំគិតថា Yasin ហើយបងប្អូនគិតថាអ្នកណាបាទចូល comment បានទាំងអស់គ្នានៅក្នុងវីដេអូនឹងម្នាក់មួយមកបាទគិតថា Sain Rade ជាកីឡាករគុនខ្មែរហើយ Martinez គុនអេស្ប៉ាញគឿនសវណ្ណឃីមក៏គុនខ្មែរហើយ Yasin ក៏គុនខ្មែររបស់យើងដែរអញ្ចឹងថាបាទកីឡាករទាំង4រូបនឹងបងប្អូនគិតថាអ្នកណាបាទហាមជេរបងប្អូនអានេះគឺជាគំនិតយើងបន្តខ្លួនទេអត់អាចជេរបានទេពួកអីបាទយើងមិនមែនទៅជីកក្រាន់កីឡាករបាបកីឡាកររបស់យើងឯណាបាទជាគំនិតមតិយោបល់តើមិនមែនថាយើងបើយកកីឡាករបើ Yasin បែរជាយើងស្អប់គុនខ្មែរអត់ទេអានេះគាត់តែជាគំនិតនិងការគិតហើយការមើលតាមទស្សនៈម្នាក់ទេបាទមិនមែនតែជាការចង់ជន់ប្លេចគុនខ្មែរទេអរគុណបាទខមមិននៅខាងក្រោមមកបើសិនជាដាក់កាហ្វេម្នាក់កែវលើអីអូខេអរគុណច្រើនបងប្អូន